សូមនមស្ការថ្វាយបង្គំប្រាណពោចេញពីវត្តផ្លងស្ថិតនៅក្នុងភូមិផ្លងឃុំទីពោស្រុកសិនទុកខេត្តកំពង់ធំឥឡូវនេះដល់រដូវកាលរងាហើយចឹងទៅប្រសង់ប្រសក់តែងតែមានការដុតភ្លើងអាំងកម្ដៅកាយកម្ដៅខ្លួនហើយនេះប្រសង់យើងនេះជាវត្តប្រសង់វត្តផ្លងរបស់យើងកំពុងតែកាត់ភ្លើងដុតអាំងតាមខ្មែរកែរោគគ្រប់មុខរងាឯកូនរងាខ្លាំងឯកូនមានទាំងភួយមានទាំងភ្លើងអូវាស្រែល្អវាស្រែវាស្រែមិននិយាយធំអាបានណានិយាយធំបានអាំងភ្លើងធំបានអាំងភ្លើងនេះជាប្រសង់វត្តផ្លុងយើងពងសឹងរឹងអាំងភ្លើងនឹងនេះស្រុកស្រែមដូចស្រុកក្រុងស្រុកពេញឆេះហើយឆេះដល់លើបើខ្យល់ខ្លាំងឆេះដល់លើហើយនេះប្រសងយើងកំពុងតែកាប់ដើមត្នោតចោះរុនវាកាប់ចោះធ្វើបង្ហើយដោយសារដើមត្នោតនេះវាមានប្រហោងខាងក្នុងហើយលោកចង់ដុតខាងក្នុងហ្នឹងតោះចោះបង្ហើយបានមានខ្យល់ចេញចូលបានអាចដុតឆេះនេះជាប្រសង់របស់យើងនេះខ្ញុំធ្វើលេងខ្យល់មើលខ្យល់មកសាមណែសង់របស់យើងthế kia này thế kia thì ba kia lâu gì mà giờ có mặt ba này ta này sao nói vậy cái nào bị ăn chết rồi cắt chết luôn không còn mấy phần sòng dương ăn phượng rồi phần sòng dương ăn phượng rồi về hàng nó nghĩa từ hàng việt xài nó cứ nhộm nhiệt nhộm nhốm con có bóng tái trộn sơi cặp không bây giờ cặp tôi bạn này trời là các bạn tết trai đấy còn miền cái chọ mưa croi này này chút đó hồi nào khom ta cài ta làm khăn khom cái niềm nuông khom nòng chạ hỏi sam kia chia cầm lăng chạ hỏi vô sao gì cực luôn ơi
chào hỏi hot luôn mùi gặt plot tay chơi người nữa nghe nỉ xoa lên rừng cái cầu này